ស្ដីបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ធ្វើការបង្ហាញតើតើនឹង iPhone 16 Pro Max ដោយសារតែឃើញបងស្រីម្នាក់គាត់បានបង្ហោះវីដេអូនៅក្នុង TikTok account របស់គាត់ថា iPhone 16 Pro Max គឺប្រើអត់កើតថតវីដេអូសំឡេងរ៉ែខ្ញុំមិនដឹងថាគាត់ចេះថតឬក៏ចេះប្រើអត់ទេឬក៏គាត់តែប្រើថ្មីឬក៏យ៉ាងណាខ្ញុំមិនដឹងទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំប្រើផ្ទាល់ជាមួយនឹង iPhone 16 Pro Max តម្លៃវាថ្លៃដែរអញ្ចឹងយើងតើតើនឹង iPhone 16 Pro Max របស់គាត់ថាឲ្យបន្ទុក2លើ10ខ្ញុំមិនដឹងថាគាត់វាតម្លៃមិនទេហើយគាត់ថាគាត់ថតវីដេអូទៅឬក៏ប្រើទៅសំឡេងរ៉ែថតរូបអត់ច្បាស់ព្រាកអញ្ចឹងខ្ញុំមិនដឹងថាទី1គាត់ចេះប្រើការថតវីដេអូអត់ទី2គាត់ចេះប្រើកាមេរ៉ា iPhone នឹងថតរូបអត់អញ្ចឹងណាប៉ុន្តែអ្វីដែលគាត់និយាយគឺគាត់ថាវីដេអូដែលថតចេញមកគឺសំឡេងរ៉ែរូបភាពដែលថតចេញមកឬក៏រូបថតដែលថតចេញមកគឺព្រិលខ្ញុំនឹងបង្ហាញវីដេអូមួយដែលខ្ញុំថតវាមិនមែនសំឡេងរ៉ែទេវាជាសំឡេងស៊ីនគេហៅថា 3D sound ប្រភេទ cinematic sound អញ្ចឹងទៅឬក៏យើងដែលធ្លាប់ចូលទៅមើលកុននៅក្នុងរោងភាពយន្តយើងប្រកាសជាធ្លាប់ស្ដាប់សំឡេងបែបហ្នឹងហើយអញ្ចឹង iPhone វាផលិតមកគឺ standard វាហ្មងឲ្យខ្ញុំប្រើចំហ្មងគឺ iPhone អូខេអញ្ចឹងយើងចូលប្រធានបទយើងវិញឥឡូវខ្ញុំតម្លាក់វីដេអូដែលខ្ញុំថតហើយយើងសាកស្ដាប់ទៅសំឡេងហ្នឹងរ៉ែដូចគាត់និយាយអត់នេះស្បាយហេស្បាយអូនសួរស្បាយតែសើកៅអត់ចាំអើអាហ្នឹងមកលេងគេលេងគេវិញលេងគេមកលេងគេមកលេងតកែវមកលេងគេសង្ក្រានណាសង្ក្រានបានផាត់សង្ក្រាននេះតាមពិតវាមិនមែនជាសំឡេងរ៉ែទេវាមាន head fall វាតោះឥឡូវចូលទៅកែសម្រួលបិទសំឡេងគេថា 3D sound ឬក៏ 3D audio ឬក៏កុំឲ្យស្ដាប់ទៅដូចរ៉ែតាមពិតវាមិនមែនសំឡេងរ៉ែទេតោះឥឡូវយើងចូលទៅកាន់ setting បន្ទាប់មកទៀតយើងចូលមកកាន់កន្លែងមុខងារ camera យើងចូលមកបន្ទាប់មកទៀតគឺយើងចូលមកកាន់កន្លែងបន្ទាប់ពីយើងចូលតាមរយៈ option record sound គឺយើងមាន3ប្រភេទ sound ទី1គឺតកតងនឹង special audio នេះ special audio នេះគឺជា audio ដែលគេប្រាប់នេះ special audio records in a 3D audio format and will make intelligent តកតងនឹង special នេះគឺជាប្រភេទ 3D sound 3D audio format ហើយនៅពេលដែលយើងថតវីដេអូតាមរយៈការប្រើប្រាស់កាមេរ៉ា iPhone គឺវាថតទៅសំឡេងវាគឺមាន2តង់ដូចយើងចូលទៅមើលកុនអញ្ចឹងនៅពេលដែលយើងចូលមើលកុនគឺសំឡេងកុនគឺវាស្ដាប់ទៅស្តៀង2តង់ជាងនិយាយចំអញ្ចឹងចុះអាហ្នឹងស្តង់ដាប្រភេទ cinematic standard cinema sound នេះអញ្ចឹងទៅពេលដែលយើងស្ដាប់ទៅដូចជាថាវាជាសំឡេងរ៉ែសំឡេងអីអញ្ចឹងតាមពិតមិនមែនទេវាជា original ដែលប្រភេទជា 3D audio format បើសិនជាយើងចង់ថតវីដេអូកុំឲ្យមានឮសំឡេង 3D audio format យើងយក option នេះមកនេះយកអាទី2ហ្នឹងមកធីកចឹងមកឬក៏យើងចង់ផ្ដាច់ហ្មងយកតា mono យើងយក mono នោះមកនេះ mono នេះមកគឺថតសំឡេងធម្មតាមិនចឹងខ្យល់មកជាមួយដែរ mono បែប mono ដោយនឹងខ្យល់ឡើងនេះអីអញ្ចឹងយក stereo ទី2នេះឃើញអត់វាមានមុខងារWind noise reduction អញ្ចឹងនៅពេលដែលយើងថតវីដេអូគឺសំឡេងខ្យល់សំឡេងអីគឺវាកាត់ផ្ដាច់ចោលហ្មង automatically reduced in recorded videos អញ្ចឹងអានេះជួយទប់សំឡេងខ្យល់មានន័យថាយើងថតវីដេអូអីគឺវាអត់សូវដល់ជាសំឡេងខ្យល់រំខានទេអញ្ចឹងអាហ្នឹងវាមុខងារវាគឺចឹងហើយអា special audio នេះគឺចឹងដែរឥឡូវយើងយក select option ហ្នឹងមកមុខងារវាគឺមានកាត់បន្ថយសំឡេងរំខានកាត់បន្ថយសំឡេងខ្យល់រំខានអីគឺវាកាត់បន្ថយអញ្ចឹងណាអញ្ចឹងអានេះសំឡេងលក្ខណៈ cinematic 3D audio ខ្ញុំ recommend ឲ្យបងប្អូនបើសិនជាខ្ជិលស្ដាប់សំឡេង2តង់ឬក៏សំឡេងបែប cinematic យើងយកអានេះ stereo នេះអាទី2ហ្នឹងមកល្អវាមានមុខងារទប់ស្កាត់សំឡេងរំខានឬក៏សំឡេងខ្យល់រំខានអញ្ចឹងណាតែខ្ញុំសុំយកលើឯព្រោះខ្ញុំចូលចិត្តបែបគេថា amazing wonderful ហើយមួយវិញទៀតបើសិនជាទូរស័ព្ទបងប្អូនធ្វើតាមខ្ញុំទៅនៅតែមានសំឡេងរ៉ែអាហ្នឹងអាចមកពីជាក់ស្ដែងម៉ាស៊ីនជាក់ស្ដែងឬក៏យើងប្រើប្រាស់មិនអីជួបបញ្ហាអីយើងប្រញាប់បញ្ចូលជាងទៅដើម្បី check មើលព្រោះគេបង្កើតមកគេសិតតែមានស្តង់ដាររបស់គេជាពិសេសគឺ iOS ហ្នឹងហ្មងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយបងប្អូនមានដំណើរការចង់ធ្វើការបង្កើត account PayPal Payoneer account ឬក៏ចង់បង្កើត TikTok account មុខងារលុយអាចតាក់ទងមកខ្ញុំមកគឺខ្ញុំទទួលធ្វើបង្កើតជួយម៉ាត់នៅវីដេអូក្រោយទៀតបាយ